សួរសរសៃអ្នកទាំងអស់គ្នាចឹងចំណាយពេលមួយសប្តាហ៍ជាមួយខ្ញុំអរខៃចាប់ផ្ដើមថ្ងៃដំបូងគឺទៅហាងកាហ្វេព្រោះខ្ញុំមានអាទិត្យអនឡាញឬក៏អាចហៅមួយទៀតបានថា asynchronous session អាហ្នឹងយើងមិន live ផ្ទាល់រៀនមួយគ្រូទេគាត់គ្រាន់តែតម្លាក់វីដេអូហើយនឹងលំហាត់តោះមកយើងអង្គុយមើលហើយធ្វើខ្លួនឯងចាប់ផ្ដើមដំបូងមិនទាន់រៀនសិនទេចូល header សិនបន្ទាប់មកបានអង្គុយធ្វើកិច្ចការមើល documentary បដាអង្គុយរៀនមេរៀនបដាហើយក៏ check up មួយ page ខ្ញុំបន្តិចថ្ងៃបន្ទាប់ក៏មាន meeting ជាមួយកូនសិស្សនិយាយពី content video ថ្ងៃបន្ទាប់មកទៀតក៏ជួបមួយនឹងមិត្តភ័ក្តិនិយាយពី content video មួយទៀតដូចគ្នាហើយថ្ងៃបន្ទាប់ក៏ទៅរៀន online ដដែលនៅក្នុងមួយអាទិត្យនេះអង្គុយសម្រាប់មួយផ្លែតព្រោះខ្ញុំរៀនហើយពី3ម៉ោងហើយល្ងាចឡើងក៏មិនភ្លេចឆ្លៀតទៅ book fair ដូចគ្នាទៅសភាពថ្ងៃនេះគឺស្អាតមែនតើហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីសកម្មភាពក្រៅឆាករបស់ខ្ញុំដែលថតវីដេអូ competition ជាមួយនឹងកូនសិស្សហើយថ្ងៃថតនេះក៏ពិតគឺសប្បាយប៉ុន្តែគឺលក្ខណៈថាវល់ក៏វល់សប្បាយក៏សប្បាយហើយចេញធ្វើអ្នករត់តុកថ្ងៃដំបូងនេះរៀងស្លន់ស្លោតិចអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងថាពួកខ្ញុំធ្វើអីខ្លះនៅក្នុងវីដេអូក្រៅឆាកអាចតាមដានអ្នកទាំងអស់គ្នាតែរៀងវល់តិចទេWhen she says scope, then scope nào? Đấy chắc cháu thật đấy. Nó tiền. Sao mặt ban? Tôi lại đừng giấy biết tay còn anh tiên voi peach boy á. Ông rất là quên cái con này. Sao như không hay vậy? Đây là Em thấy cam đó. Cam biển. ôi trời ơi. Con Việt nhỉ? Một chồng luôn nhỉ? Camera zoom mình. Cua thì mày khỏi Anh đang AP bây giờ nộp trong đó. ở đó có anh ấy mở một cái nữa kịp màu á ចឹងនេះគឺជាសកម្មភាពរបស់យើងទាំងមូលនៅក្នុងការថតហើយនេះគ្រាន់តែជាប្លង់មួយនៅក្នុងចំណោមវីដេអូពេញរបស់យើងហើយដល់វគ្គនេះគឺថាមាន director ផងមានទាំង producer មានទាំងអ្នកជួយធ្វើកាយវិការអ្នកបញ្យល់ script ហើយតួអង្គយើងស្លន់ស្លោតួអង្គគឺ3អ្នកខ្ញុំ2អ្នកដែលគាត់អង្គុយហើយនឹងខ្ញុំអ្នកហត់តុកហើយអ្នកហត់តុកដៃឆ្វេងដល់ពេលលើកម្ហូបលើកអីទៅមានអារម្មណ៍ថាឆ្កងមែនទែនអញ្ចឹងទៅមានកូនសិស្សគាត់ធ្វើជា director អញ្ចឹងគាត់ណែនាំទៅចេះបើបន្ទាប់ពីធ្វើកិច្ចការហើយពងនិយាយគ្នាអំបួរគ្នាថតរូបហើយតបមកក៏យើងតទៅប្លង់មួយទៀតចាប់ដើមថតមួយសារទៀតវគ្គឡើយនេះគឺជា final scene របស់យើងហើយនៅវគ្គនេះគឺថាតស៊ូមែនតើព្រោះអីយើងចង់បានទីតាំងស្អាតប៉ុន្តែដល់ថតអត់ដល់ចឹងលេងតយកទៅវែងចឹងហ្មងហើយអ្នកមើលជុំវិញនឹងគេឡើងចង់ឆ្ងល់ទេថាក្រុមធ្វើអីហើយកូននេះអត់បានចាប់អារម្មណ៍ពេលហ្នឹងខ្ញុំឲ្យ GoPro ទៅគាត់ទៅថតមុខអីណាចង់វិញណាហើយទៅទៀតគាត់បែរទៅមុខគាត់ទៀតឡើហ្នឹងហើយតោះមកគាត់បញ្ចេញយុទ្ធសាស្ត្រដាក់ក្នុង vlog របស់ខ្ញុំជាស្ដែងខ្ញុំអត់ដឹងថាពេលហ្នឹងគាត់បានថតអីខ្លះទេតែយកមកផ្ទះវិញមកអង្គុយកាត់ទៅរៀងចង់ស្លន់តិចនេះខ្ញុំអត់មានពេលបើសិនមាន effect ដាក់ Naruto មួយហ្នឹងហើយគាត់បាញ់ super ដាក់អ្នកទាំងអស់គ្នាលើហើយហ្នឹងតោះមកគាត់វិលទៅ behind the scene ទៀតគ្រាន់តែប្លង់នឹងមួយអ្នកដែលជួយថតហ្នឹងគឺ 3-4 អ្នកជួយទប់ផងអីផងព្រោះយើងដាក់ដងវាខ្ពស់ហើយជាងទៅពេលថតទៅខ្លាចគឺអូឈុតនេះតស៊ូខ្លាំងណាស់បើថាឆាតដូចអី$1000ហើយតទៅថ្ងៃបន្ទាប់ទៀតគឺនឹងមានធ្វើអីទៅ online ទៅកាហ្វេរៀន online ទៀតអត់ទៅ online គឺថាខ្ញុំគឺមកកាហ្វេដុំតែម្ដង ញ
អញ្ចឹងនេះគឺជាសកម្មភាពសម្រាប់របស់ខ្ញុំនៅក្នុងមួយអាទិត្យនេះគឺគិតតែរៀនហើយនឹងថតហើយនឹងថែម extra scene ដល់អ្នកទាំងអស់គ្នាមើលមួយទៀតឈុតឡើយនេះគឺកូនស្រីខ្ញុំគាត់ធ្វើដាច់របស់គេនៅហាងកាហ្វេហើយឥឡូវហ្នឹងគាត់កំពុងតែស្លន់ស្លោដាក់បញ្ចូល ជួយមើលជួយ ដាក់បញ្ចូលដាក់បញ្ចូល Sao mày khôngធ្លាក់ទីមួយធ្លាក់ ដាក់ចូលឯងអត់នេះចំស្គ្រូក្រៅ នេះដែលសារពេលដែលពួកខ្ញុំពងថតហ្នឹងគាត់ឈរមើលហ្នឹងគាត់ទៅប៉ុណ្ណាខ្សែហ្នឹងទៅវារបូតមកហើយដូចអ្នកទាំងអស់គ្នាឃើញអាពេលខ្សែពួនហ្នឹងវារបូតមកវាហិចចឹងហើយយើងបាទដោតទៅក្នុងប្រឡោះហ្នឹងវិញហើយឃើញគាត់សោយហ្នឹងក៏ពេលគាត់សោយប្រឡោះហ្នឹងក្នុងចិត្តគ្នាភ័យមិនស្ទើរហ្នឹងហើយចឹងនេះគឺជាសកម្មភាពទាំងមូលរបស់ខ្ញុំនៅក្នុងរយៈពេលមួយសប្តាហ៍ចាំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តប្រភេទវីដេអូបែបនេះខ្ញុំនឹងព្យាយាមធ្វើបន្តទៀតហើយជួបគ្នានៅវីដេអូក្រោយnotice អតិចនៅចុងក្រោយគឺខ្ញុំចូលទៅជួយគាត់ហើយជាក់ស្ដែងគឺយើងដាក់បានវិញអញ្ចឹងយើងអត់ត្រូវបានគេឆាច់លុយទេយេគេជម្រាបអ្នកនរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយ